Bà nhưng lại số này tao ngọc nia nghe tao ngọc nia chưa tham miên không màu chưa tham miên vinh nhiên xâm rạp cái nhom nó tối nó khmênhอายุ14 15ឆ្នាំខាងអ្នកដែលដើររកវត្ថុបុរាណគេជីកប្រភេទកំណប់ប្រភេទកំណប់ប្រភេទវត្ថុបុរាណដូចជាកងដៃអីចឹងភាគច្រើនគេអង្គុយចាំមើលភ្លើងបងប្អូនភ្លើងគឺឲ្យតែមានភ្លើងនៅកន្លែងតំបន់ណាចឹងស្អែកឡើងគេទៅយកអាដែកចាក់តុងដែកអីហ្នឹងយកទៅចាក់គេចាក់ដល់ចាក់តាមដបោកដល់ចាក់តាមទួលហ្នឹងបានមានខួចមានកណ្ដឹងមានកងដៃកងជើងដាវបុរាណអីចឹងបងប្អូនហើយប្រភេទហ្នឹងគឺនៅតាមពីច្រើនវាមានភ្លើងហ្នឹងហោះចេញមកពីអង្គុយនៅកន្លែងទីទួលណាមួយទៅយើងដើររមើលទួលណាមួយទៅពេលល្ងាចម៉ោង 7 ម៉ោង 8យើងចាប់ដើមអង្គុយមើលទាំងអស់គ្នាអង្គុយមើលបើសិនជាមានភ្លើងមានអីមកពីណាពីណីមួយអញ្ចឹងហោះទៅឈប់នៅតាណាអញ្ចឹងអាហ្នឹងកន្លែងហ្នឹងគឺក៏មានកំណប់បងប្អូនដែលដឹងរឿងហ្នឹងពីច្រើនអ្នកនៅខាងស្រុកលើខាងប៉ែកខាងបាត់ដំបងខាងស្រុករុក្ខគិរីខាងអីបងប្អូនហ្នឹងគេដើររកតាមប្រភេទអញ្ចឹងកាលមុននៅទូចឃើញគេបានអាវត្ថុមានកណ្ដឹងដំរីមានអីតែមិនដឹងគេយកទៅណាទេកាលហ្នឹងឃើញតែគេដើររាវដើរអីចឹងបងប្អូនខ្លះបានអៀតចាយបានពីច្រើនអាហ្នឹងគេថាជាតិបរតជាតិអីមិនដឹងប៉ុន្តែបើតាមអបិយនឿវាជាភ្លើងបងប្អូនភ្លើងដែលមើលទៅគឺគួរឲ្យខ្លាចម្យ៉ាងដែរហើយមួយទៀតបងប្អូនភ្លើងអាបនិងភ្លើង7អំពែកវាដូចគ្នាអ្នកខ្លះថាភ្លើងវាអាចធ្វើឲ្យភ្លើងធំហើយភ្លើងទូចអញ្ចឹងវាមានលក្ខណៈខុសគ្នាមួយយ៉ាងតាមចាស់ធ្លាប់និយាយប្រាប់ប្រភេទភ្លើងអាបគឺវាអត់ភ្លឹបផ្លែតដូចភ្លើង7អំពែកទេអាបគឺវាមានភ្លើងបើវានិមិត្តភ្លើងវាអត់ទូចអញ្ចឹងវាទៅស្គួយហោះទៀបមកកពស់ណាមួយអញ្ចឹងទៅហោះទៅហ្វូយប្រយអញ្ចឹងទៅប៉ុន្តែវាអត់ភ្លឹបផ្លែតដូច7អំពែកទេបើ7អំពែកភ្លើងវាភ្លឹបអញ្ចឹងវាហោះបាន 2-3 ម៉ែត្រទៀតបានវាភ្លឹបទៀតហ្នឹងភ្លើង7អំពែកភ្លើងអាបនិង7អំពែកដូចគ្នាអាបអាចនិមិត្តភ្លើងទៅតាមចង់ធំក៏បានចង់តូចក៏បាននេះគ្រាន់តែជារឿងរ៉ាវពីបុរាណថ្ងៃនេះអង្គុយចេះតែនឹកឃើញថាឃើញភ្លើងហ្នឹងទៅក៏សម័យដល់កាលក្មេងមានភ្លើងអង្គុយចាំមើលភ្លើងជាមួយចាស់គាត់ដើរចាក់វត្ថុបុរាណអញ្ចឹងឲ្យតែមានភ្លើងដល់កន្លែងរបស់ពួកគាត់ហ្នឹងបងប្អូនបាទអរគុណច្រើនបងប្អូន